ជំរាបសួរលោកគ្រូអ្នកគ្រូជួបគ្នានៅវីដេអូថ្មីវីដេអូនេះផងដែរគឺចេញមកដើម្បីបង្ហាញអំពីរបៀបនៃការបញ្ចូលត្រាហត្ថលេខានិងត្រាឈ្មោះនៅក្នុងកម្មវិធីគ្រប់គ្រងទិន្នន័យថ្នាក់រៀនសម្រាប់បឋមសិក្សាបាទអញ្ចឹងដើម្បីបញ្ចូលត្រាហត្ថលេខានិងត្រាឈ្មោះនៅក្នុងកម្មវិធីគ្រប់គ្រងទិន្នន័យថ្នាក់រៀននេះជាដំបូងគឺតម្រូវឲ្យលោកគ្រូអ្នកគ្រូចុចលើប៊ូតុងព័ត៌មានគ្រូបាទបន្ទាប់មកលោកគ្រូអ្នកគ្រូចុចលើប៊ូតុងបញ្ចូលត្រាបាទអញ្ចឹងមកដល់ត្រឹមនេះសូមលោកគ្រូបញ្ចូលត្រាហត្ថលេខានិងត្រាឈ្មោះបាទត្រង់ខាងលើគឺជាត្រារបស់អង្គភាពខាងក្រោមគឺជាហត្ថលេខារបស់ប្រធានអង្គភាពហើយមួយនេះគឺជាឈ្មោះរបស់ប្រធានអង្គភាពបាទចំណែកឯមកខាងនេះគឺជាហត្ថលេខារបស់គ្រូបន្ទុកថ្នាក់បាទអញ្ចឹងលោកគ្រូអ្នកគ្រូដាក់ cursor ចូលក្នុង cell ហ្នឹងមកបាទបន្ទាប់មកលោកគ្រូចុចលើប៊ូតុងបញ្ចូលបាទអញ្ចឹងយើងទៅរក folder ដែលយើងដាក់ត្រានិងហត្ថលេខាហ្នឹងបាទអញ្ចឹងត្រាខ្ញុំទុកនៅត្រង់នេះបាទនេះបាទអញ្ចឹងខ្ញុំបញ្ចូលត្រាមកបាទមកត្រានេះបាទតោះមកចុច open អញ្ចឹងវានឹងរត់ចូលបន្ទាប់ពីលោកគ្រូចុចបញ្ចូលហើយលោកគ្រូអាចអូសបង្រួមវាបាទអញ្ចឹងលោកគ្រូអាចអូសបង្រីកវាបន្តិចមកក៏បានដែរអូសរៀងមូលបន្តិចមកសេរីឲ្យរៀងត្រង់បន្តិចបាទទំហំប្រហែលប៉ុណ្ណឹងឬក៏ធំជាងហ្នឹងក៏បានដែរលោកគ្រូបាទបន្ទាប់ពីយើងបញ្ចូលត្រាហើយអញ្ចឹងទំហំត្រាអាចថាប្រហែលប៉ុណ្ណឹងចុះតមកលោកគ្រូអាចបញ្ចូលហត្ថលេខាប្រធានអង្គភាពដោយធ្វើដូចគ្នាដែរលោកគ្រូចុចលើប៊ូតុងបញ្ចូលបាទតមកចុចលើត្រាប្រធានហត្ថលេខាប្រធានអង្គភាពបាទតមកត្រង់កន្លែងនេះលោកគ្រូអាចអូសបង្រួមបន្តិចមកបាទឲ្យធំមកល្មមបាទកុំឲ្យធំពេកបាទអញ្ចឹងប៉ុណ្ណឹងហើយសម្រាប់ការកែពណ៌អីផ្សេងៗក៏លោកគ្រូអាចកែបានដែរអញ្ចឹងសម្រាប់ឈ្មោះប្រធានអង្គភាពក៏ដូចគ្នាដែរលោកគ្រូដាក់ cursor យើងចូលក្នុង cell ហ្នឹងមកបន្ទាប់មកលោកគ្រូចុចលើប៊ូតុងបញ្ចូលហើយចុចកន្លែងឈ្មោះប្រធានអង្គភាពហើយចុច open បាទនេះឈ្មោះគាត់មកហើយយើងអាចអូសបង្រីកតិចមកបាទសម្រាប់ពណ៌លោកគ្រូអាចកែនៅក្នុង Excel ហ្នឹងក៏បានដែរបាទមកថាប៉ុណ្្នឹងចុះបាទអញ្ចឹងលោកគ្រូអាចអូសឲ្យទំហំប៉ុណ្ណឹងហើយសម្រាប់ពណ៌លោកគ្រូចុចលើ picture format បន្ទាប់មកលោកគ្រូយក color ហើយយកពណ៌ក្រហមចុះបាទដូចគ្នាដែរសម្រាប់ហត្ថលេខាលោកគ្រូចុច picture format color លោកគ្រូយក hue ចុះបាទយើងដិតនេះអានេះដូចគ្នាដែរបាទសម្រាប់ត្រាcolor បន្ទាប់មកយកពណ៌ប៉ុណ្ណេះចុះបាទអញ្ចឹងអធិស្ឋានលោកគ្រូតិចដែរសម្រាប់ការ remove នេះដោយសារខ្ញុំជឿក្រន់តែធ្វើជាឧទាហរណ៍អញ្ចឹងគ្រូបាទអញ្ចឹងសម្រាប់ហត្ថលេខាគ្រូបន្ទុកថ្នាក់ក៏ដូចគ្នាដែរលោកគ្រូដាក់ cursor ចូលក្នុង cell នៃហត្ថលេខាគ្រូបន្ទុកថ្នាក់ហ្នឹងមកតមកចុចលើប៊ូតុងបញ្ចូលហើយយើងចុចពាក្យ open បាទនេះអញ្ចឹងលោកគ្រូអាចអូសបង្រួមតិចមកបាទសូមបញ្ជាក់លោកគ្រូបន្តិចដែរសម្រាប់ត្រាហត្ថលេខានិងត្រាឈ្មោះនេះសូមលោកគ្រូ remove background បាទហើយសម្រាប់ការ remove background អត់ពិបាកទេបាទអញ្ចឹងចាំជួបគ្នានៅវីដេអូក្រោយមួយទៀតខ្ញុំនឹងធ្វើវីដេអូបង្ហាញអំពីការរបៀបនៃការ remove background បាទបន្ទាប់ពីលោកគ្រូបញ្ចូលបានប៉ុណ្្នឹងហើយអញ្ចឹងជាការបន្តទៀតគឺយើងត្រូវបង្កើតរូបមន្តដើម្បីឲ្យទាញហត្ថលេខានិងត្រាហ្នឹងរត់ទៅលើឯកសារអញ្ចឹងដើម្បីបង្កើតរូបមន្តសូមគ្រូដាក់ cursor ចូលក្នុង cell ហ្នឹងមកបាទលោកគ្រូកុំដាក់លើរូបភាពអញ្ចេះគឺយើងដាក់ cursor ចូលក្នុង cell បាទអញ្ចឹងមកបន្តមកលោកគ្រូចុចលើពាក្យ formula បន្តមកចុចពាក្យ manage formula ហើយចុចពាក្យ new បាទបន្តមកលោកគ្រូជួយចាំឈ្មោះត្រង់នេះបន្តិចព្រោះនៅវីដេអូបន្តិចទៀតនេះយើងនឹងត្រូវលុបរូបឈ្មោះនឹងចេញអញ្ចឹងឈ្មោះត្រង់កន្លែងនេះគឺជាឈ្មោះ formula របស់យើងគឺត្រាសាលអង្គភាពអញ្ចឹងបន្តមកលោកគ្រូចុចលើពាក្យអូខេបាទបន្តមកលោកគ្រូចុចលើ close បាទគ្រូចាំវាបន្តិចបាទវាកំពុងតែបដូរត្រាឬក៏បញ្ចូលត្រាគ្រប់ឯកសារដែលមានទាំងអស់នៅក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យថ្នាក់រៀនយើងនេះបាទនេះអញ្ចឹងត្រាបានបញ្ចូលរួចរាល់ហើយសម្រាប់ហត្ថលេខាក៏យើងធ្វើដូចគ្នាដែរអញ្ចឹងលោកគ្រូដាក់មកយើងចូលក្នុង cell នឹងមកបន្តមកចុចលើពាក្យ open បាទបន្តមកចុចលើពាក្យ name manager ហើយចុចពាក្យ new បាទអញ្ចឹងលោកគ្រូជួយចាំដូចគ្នាដែរឈ្មោះ name manager របស់យើងគឺហត្ថលេខាគ្រូប្រធានអង្គភាពអញ្ចឹងបន្តមកលោកគ្រូចុច OK ហើយចុច close បាទចាំវាបន្តិចវាកំពុងតែបញ្ចូលទៅគ្រប់ឯកសាររបស់យើងបាទគ្រូចាំវាបន្តិចទៅអញ្ចឹងបន្តមកទៀតសម្រាប់ឈ្មោះប្រធានអង្គភាពក៏លោកគ្រូធ្វើដូចគ្នាដែរដាក់ cursor ចូលក្នុង cell នឹងមកបន្តមកចុចលើពាក្យ formula ចុចពាក្យ name manager ហើយចូលពាក្យ new បាទឈ្មោះគឺឈ្មោះ formula របស់យើងគឺឈ្មោះប្រធានអង្គភាពអញ្ចឹងលោកគ្រូចុច OK ហើយចុច close
បាទអញ្ចឹងសម្រាប់គ្រូបន្ទុកថ្នាក់ក៏យើងធ្វើដូចគ្នាដែរលោកគ្រូដាក់ម៉ៅចូលអញ្ចឹងមកចូលក្នុង cell ហ្នឹងហើយបន្ទាប់មកលោកគ្រូចុចលើ formula នៅបារខាងលើនេះហើយចុចពាក្យ name manager ហើយយកពាក្យ new បាទបន្ទាប់មកចុច open ហើយចុច close បាទអញ្ចឹងបន្ទាប់ពីវាទាញហត្ថលេខានិងត្រាទៅលើឯកសារយើងអស់ហើយអញ្ចឹងចាំយើងចូលទៅលុបformula នឹងចេញវិញដើម្បីឲ្យប្រព័ន្ធយើងដំណើរការធម្មតាមកវិញព្រោះការដែលយើងទុក formula វានៅឬក៏រូបមន្តឈ្មោះរូបមន្តនឹងនៅវាធ្វើឲ្យប្រព័ន្ធយើងដំណើរការរៀងយឺតគ្រូបាទអញ្ចឹងលោកគ្រូចាំវាមកផ្លែតវាកំពុងតែទាញហត្ថលេខានេះទៅរត់ទៅលើឯកសាររបស់យើងចង់បញ្ជាក់លោកគ្រូបន្តិចទៀតដែរសម្រាប់ទំហំត្រាហត្ថលេខាត្រាឈ្មោះលោកគ្រូអាចលៃប្រហាក់ជាមួយនឹងរូបភាពឬក៏វីដេអូនេះគឺវានឹងរត់ទៅលើឯកសារយើងស្អាតតែម្ដងអញ្ចឹងគ្រូបាទអញ្ចឹងបន្ទាប់ពីវាទាញឲ្យយើងអស់ហើយសូមលោកគ្រូចូលទៅលើ formula ម្ដងទៀតបន្តមកចុចលើពាក្យ name manager ដដែលហើយលោកគ្រូ scroll វាមកក្រោមបាទអញ្ចឹងនេះឈ្មោះទាំង4ដែលយើងបានបង្កើតមិញបាទអញ្ចឹងនេះឈ្មោះទាំង4ដែលយើងបានបង្កើតមិញនេះសូមលោកគ្រូចុចលុបវាចេញវិញបាទអញ្ចឹងយើងចុចលុបមកបន្តមកចុចលើពាក្យយើងអាច select ទាំងម្ដងមួយលុបក៏បានឬក៏លោកគ្រូ select ទាំងអស់ហ្នឹងបាទ select ទាំង4ហ្នឹងលុបក៏បានរូបមន្តផ្សេងៗទៀតលោកគ្រូកុំលុបវាបាទអញ្ចឹងយើង select ទាំង4ហ្នឹងមកតមកចុចលើពាក្យ delete ហើយយកពាក្យ OK បាទហើយចុច close បាទចាំវាបន្តិចវាលុបឲ្យយើងអញ្ចឹងប្រព័ន្ធយើងនឹងដំណើរការធម្មតាបាទអញ្ចឹងនេះហត្ថលេខាយើងមកហើយរត់មកបាទប៉ុណ្ណេះហើយហត្ថលេខាគ្រូទុកថ្នាក់បាទសម្រាប់តារាងផ្សេងៗទៀតក៏មានដូចគ្នាដែរបាទសម្រាប់តារាងកិត្តិយសបាទនេះបាទសម្រាប់តារាងកិត្តិយសទី2បាទនេះបាទអញ្ចឹងវារត់មកហើយបាទអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងបាទសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយ